ព្រះភូរិទត្តជាដកគឺជាជាតិទី6នៃទសជាដកប្រជាធំទាំង10របស់ព្រះពោធិសត្វដែលតំណាងឲ្យការបំពេញសិលបារមីយ៉ាងខ្ពង់ខ្ពស់បំផុតរឿងនេះមានសេចក្តីសង្ខេបដូចតទៅនៅនគរពារាណសីមានព្រះរាជាមួយអង្គប្រនាមព្រហ្មទត្តព្រះអង្គមានបុត្រមួយព្រះអង្គប្រកបដោយរូបសម្បត្តិនិងចំណេះដឹងប៉ុន្តែដោយសារខ្លាចបុត្រដណ្ដើមរាជព្រះរាជាក៏និរទេសបុត្រឲ្យទៅនៅព្រៃព្រះរាជបុត្រនោះបានទៅសង់អាស្រមនៅមាត់ទន្លេយមុនីនៅពេលនោះមាននាងនាគីម្នាក់ដែលទៅនឹងបាត់បង់ស្វាមីបានចេញមកកំសាន្តលើគោកហើយក៏បានជួបនឹងព្រះរាជបុត្រអ្នកទាំងពីរបានរួមរស់ជាមួយគ្នាជារាសីនិងសីលវតីរហូតដល់មានបុត្រពីរអង្គគឺសាគរព្រហ្មទត្តជាបុត្រានិងសមុទជាបុត្រីក្រោយមកព្រះបាទព្រហ្មទត្តសោយទីវង្គតព្រះរាជបុត្រក៏ត្រឡប់ទៅសោយរាជវិញដោយនាំយកបុត្រទាំងពីរទៅនៅជាមួយចំណែកនាងនាគីត្រូវត្រឡប់ទៅទីក្រុងភុជង្គនាគវិញព្រោះសរីរាង្គនាគមិនអាចរស់នៅជាមួយមនុស្សបានយូរអង្វែងឡើយការប្រសូតរបស់ភូរិទត្តក្រោយមកនាងសមុទជាបានរៀបអភិសេកជាមួយធត្តរថដែលជាស្ដេចនាគពួកគេមានបុត្រ4អង្គគឺទី1សុទេសនៈទី2តតៈគឺព្រះពោធិសត្វទី3សុភោគៈនិងទី4អរិ ដ្ឋៈបុត្រទី2គឺតតៈមានបញ្ញាឆ្លៀសវៃខ្លាំងណាស់ថ្ងៃមួយលោកបានទៅដោះស្រាយប្រស្នាដ៏ស្មុគស្មាញនៅឋានសួគ៌ចាតុមហារាជការធ្វើឲ្យព្រះឥន្ទសប្ប្រតិយ៉ាងខ្លាំងហើយបានថ្វាយព្រះនាមថាភូរិទត្តដែលមានន័យថាអ្នកដែលសម្បូរទៅដោយបញ្ញាដូចជាផែនដីការសមាទានសិលទោះបីជាមានយុស័ក្តិធំធេងនៅឋានៈក៏ដោយក៏ព្រះភូរិទត្តមិនត្រេកអរនឹងកាមគុណឡើយលោកចង់ទៅសមាទានសិលនៅឋានមនុស្សដើម្បីសន្សំកុសលឲ្យបានត្រាស់ដឹងជាព្រះពុទ្ធជារៀងរាល់ថ្ងៃព្រះភូរិទត្តបានមកកាន់លោកីឬខ្ចាញ់រំកាយនៅលើដំបូកក្បែរទន្លេយមុនីដោយតាំងចិត្តអធិដ្ឋានថាទោះបីអ្នកណាចង់យកស្បែកសាច់សរសៃឬឆ្អឹងរបស់អាត្មាអញទៅចុះក៏អាត្មាអញមិនតបតឬខឹងសម្បាឡើយដើម្បីរក្សាសិលឲ្យបរិសុទ្ធគ្រោះថ្នាក់ពីព្រានអាលំពាយមានព្រានព្រៃម្នាក់ឈ្មោះនេសាទនិងកូនប្រុសឈ្មោះសមទត្តបានឃើញព្រះភូរិទត្តក៏មានការរាប់អានគ្នាប៉ុន្តែក្រោយមកនេសាទបានជួបនឹងគ្រូសិលម្នាក់ឈ្មោះអាលំពាយដែលមានមន្តអាគមទិព្វមន្តសម្រាប់ចាប់នាគដោយភាពលោភលន់ចង់បានមាសប្រាក់ព្រាននេសាទនោះក៏បានក្បត់ព្រះភូរិទត្តដោយនាំអាលំពាយទៅចាប់ព្រះពោធិសត្វអាលំពាយបានប្រើថ្នាំពឹសបាច់ដាក់ព្រះភូរិទត្តរួចទាញកន្ទុយវាយធ្វើបាបយ៉ាងខ្លាំងទោះបីជាព្រះភូរិទត្តមានឫទ្ធិអាចផ្លុំផ្សែងពឹសសម្រាប់អាយលំពាយឲ្យរលាយជាផេះបានភ្លាមក៏ដោយក៏លោកសុកចិត្តបិទភ្នែកទប់កំហឹងដើម្បីកុំឲ្យដាច់សិលអាលំពាយបានចាប់ព្រះភូរិទត្តដាក់នៅក្នុងទ្រុងរួចដើរលេងសម្ដែងសៀកតាមភូមិនិងទីក្រុងដើម្បីប្រមូលប្រាក់ការតាមរកនិងការដោះលែងបាត់ព្រះភូរិទត្តយូរពេកបងប្អូនទាំង3ក៏ចេញតាមរកសុទេសនៈធ្វើជាតាបោះនាំប្អូនស្រីសុទេសនាដែលសម្ដែងខ្លួនជាកង្កែបតូចលាក់នៅក្នុងជាដែរពួកគេបានទៅដល់ទីក្រុងដែលអាយលំពាយកំពុងសម្ដែងមុខប្រភពព្រះរាជានៅពេលព្រះភូរិទត្តឃើញបងប្រុសលោកក៏យំ
រួចវាទៅចិត្តជើងបងប្រុសសុទេសនៈបានភ្នាល់ជាមួយនឹងឯលំពាយថាពឹសកង្កែបរបស់លោកខ្លាំងជាងពឹសនាគនាងសុទេសនាដែលជាកង្កែបនោះបានខ្ជាក់ពឹសដាក់បាតដៃសុទេសនៈក៏បោះពឹសនោះទៅក្នុងរណ្ដៅលាមកធ្វើឲ្យមានផ្ទុះឆេះយ៉ាងខ្លាំងរហូតឯលំពាយភ័យខ្លាចហើយក៏ព្រមដោះលែងព្រះភូរិទត្តឯលំពាយក្រោយពីប៉ះពាល់ពឹសនោះរួចក៏ខ្លាចជាមនុស្សឃ្លុងហើយក៏រត់បានទៅព្រះភូរិទត្តក៏បានត្រឡប់ទៅឋានៈវិញដោយមានការទទួលស្វាគមន៍យ៉ាងឱឡារិកអត្ថន័យអប់រំនៅក្នុងរឿងព្រះភូរិទត្តជាតកបង្រៀនយើងអំពីអំណត់សេចក្តីព្យាយាមខន្តីការចេះអត់ធ្មត់ទោះបីត្រូវគេធ្វើបាបដល់ជីវិតក៏ដោយការរក្សាសច្ចៈនិងសិលទោះបីស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតក៏មិនព្រមបំពេញសិលដែលខ្លួនបានតាំងចិត្តផលវិបាកនៃការរមើលគុណដូចជាព្រាននេសាទដែលក្បត់មិត្តរមែងជួបទុក្ខទោសព្រះភរិតតជាតកគឺជាមេរៀនដ៏ខ្ពង់ខ្ពស់នៃការប្រាជ្ញានិងសិលដើម្បីជ័យជំនះលើកំហឹងនិងភាពលោភលន់សម្រាប់លោកយាយលោកតាពុកម៉ែបងប្អូនដែលចូលចិត្តនិងគាំទ្រនៅវីដេអូរបស់ខ្ញុំបាទសូមចុច follow page TikTok និង Subscribe នៅ Channel YouTube របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ